កាលពីថ្ងៃអង្គារទី8ខែមេសាឆ្នាំ2025លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាកងកម្លាំងអ៊ុយក្រែនបានចាប់ខ្លួនបរិសុជនជាតិចិន2នាក់ដែលកំពុងប្រយុទ្ធនៅខាងរុស្ស៊ីនៅភាគខាងកាត់អ៊ុយក្រែនដែលអាចបង្កជាការព្រួយបារម្ភដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលកំពុងផុយស្រួយនៅក្នុងសង្គ្រាមរយៈពេល3ឆ្នាំនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ទីក្រុងប៉េកាំងគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ទីក្រុងម៉ូស្កូប៉ុន្តែมันមានព័ត៌មានជាសាធារណៈណាមួយបង្ហាញថាពួកគេបានផ្ដល់ជំនួយដោយផ្ទាល់ដល់ការឈ្លានពានទ្រង់ទ្រីធំរបស់វិមានក្រំឡាំងនោះទេនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X លោក Zelensky បានភ្ជាប់ជាមួយនឹងវីដេអូរបស់បុរសម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនដោយលោកបានបញ្ជាក់ថាទីក្រុងគៀវមានព័ត៌មានដែលបង្ហាញថាមានពលរដ្ឋចិនជាច្រើនអ្នកទៀតកំពុងស្ថិតនៅក្នុងអង្គភាពកាន់កាប់ហើយលោកបានបញ្ជាឲ្យមន្ត្រីរបស់លោកស្វែងរកការឆ្លើយតបពីទីក្រុងប៉េកាំងលើបញ្ហានេះក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអធិប្បាយរបស់ Reuters នោះទេទោះជាយ៉ាងណាលោក Zelensky មិនបាននិយាយថាតើអ៊ុយក្រែនជឿថាបរតទាំងនោះកំពុងប្រតិបត្តិការតាមការបញ្ជាពីទីក្រុងប៉េកាំងឬអត់នោះទេកុំនៅស្ទាក់ស្ទើរអីទៀតតម្លៃកាន់តែពិសេសសម្រាប់ប្រអប់ Sky One TV តម្លៃត្រឹមតែ